ជំនួបលើទឹកដីម៉ាឡេស៊ីកម្ពុជាចិនឯកភាពជំរុញវិស័យទេសចរនិងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមលីឈៀងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី46និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនាព្រឹកថ្ងៃទី27ខែឧសភាឆ្នាំ2025ក្នុងឱកាសនៃជំនួបឯកឧត្តមលីឈៀងនាយករដ្ឋមន្ត្រីចិនបានសម្ដែងនៅក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីជាថ្មីម្ដងទៀតឯកឧត្តមនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរឆ្លុះបញ្ចាំងពីភាពរឹងមាំនិងការរីកចម្រើននៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងនិងជាមិត្តដៃថែបកម្ពុជាចិនជាការឆ្លើយតបសម្ដេចបវរធិបតីក៏បានសម្ដែងនៅក្តីរីករាយចំពោះជំនួបជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីចិនសម្ដេចបវរធិបតីបានឯកភាពអំពីសារៈសំខាន់នៃជំនួបកម្រិតថ្នាក់ដឹកនាំប្រទេសក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីព្រមទាំងបានសម្ដែងនៅការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនមកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីខែមេសាឆ្នាំ2025កន្លងទៅនេះដែលតាមរយៈដំណើរទស្សនកិច្ចនេះចំណងមិត្តភាពកម្ពុជាចិនត្រូវបានពង្រឹងនិងពង្រីកកាន់តែខ្លាំងក្លាថែមទៀតជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរជាពិសេសការពេញចិត្តនៃការដំឡើងកម្រិតដល់ការសាងសង់សហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តលើកកម្ពស់ទំនាក់ទំនងលើគ្រប់វិស័យឲ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀតតាមរយៈការប្រែក្លាយផែនការនានាឲ្យចេញជាសកម្មភាពជាក់ស្ដែងជាពិសេសភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់រួមមានវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មការវិនិយោគការពារជាតិសន្តិសុខការអប់រំបច្ចេកវិទ្យាឧស្សាហកម្មនិងកសិកម្មតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការច្រករបៀងអភិវឌ្ឍឧស្សាហកម្មនិងច្រករបៀងមច្ឆានិងអង្គរបន្ថែមលើនេះថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញបន្ថែមទៀតនៅការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនការជំរុញវិស័យទេសចរនិងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជាចិនឲ្យកាន់តែច្រើនថែមទៀត